Hero yu zong này nó không cam cuộn âm sven này đôi chỉ khởi một riêng chảได้sa heroนั่นคือไปทีมไฟคือวิทมhayไป control objective ដូចជាធ្វើថឬក៏ lot ឯហ្នឹងគឺវាស្រួល lock hyper ខាងគេដើម្បីឲ្យ hyper ខាងយើងស្រួលស្មៃអីចឹងទៅហើយ hero ហ្នឹងគឺវារៀង cool down យូរតិចអ្នកគ្នា skill វាមួយ skill ទី2អីហ្នឹង10 second ជាងអីហើយបើ alti វិញមិននិយាយសឹងតែមកធ្វើថហ្នឹងមិនចេញយូរឡើងតែអញ្ចឹងបានពេល hero ហ្នឹងវាសំខាន់នៅពេលដែល team fight ព្រោះអីនៅពេលដែល team fight យើងមាននាគទៅយើងបើកនាគទៅវា immune ទាំងអស់សំបីតា suppress stun ក៏ខំយើងអត់កើតដែរវាអញ្ចឹងហើយ hero ហ្នឹងពេលដែលយើងបើកនាគទៅយើងស្រួលឈ្មោលទៅរក hyper គេណាដើម្បី lock hyper គេដូចជាហើយបើសិនជា hyper គេអត់មាន hero អត់មាន skill ដាស់ដូចជា free train មិនថាអត់ដែរវាមានដាស់ដែរតែគាត់ថាវាមានដាស់តែមួយអញ្ចឹងណាបើសិនជាគេដាស់ចោលហ្នឹងគឺវាចាប់ហើយដូចអ្នកគ្នាមើល tournament ដឹងហើយគេនិយាយពី hero យូសង lock ជាមួយនឹង free train ហ្នឹងដែរតែបើ free train គេឆ្លាតដែរគេអត់ប្រើ skill ទី2ចោលទេគេចាំឈូស skill ពេលដែលយូសងហ្នឹងចុះពីលើនាគវិញតាមកលៈទេសៈដែរបើកលៈទេសៈបខំក៏ឈូសចោលអីចឹងទៅអ្នកគ្នាឃើញហើយដូចនាគមិញ64 second ជាងមកទីអានេះចូលនាទីទី7ទី8បងបើសិនជាពីដើមទីមក level 4គេវាដូចជា70 second ឬក៏ប្រហែលនេះខ្ញុំភ្លេចបាត់ហើយ hero ហ្នឹងគឺអីវាឡើងឈាមអ្នកគ្នាវាមានអា soul វាផ្ទុះ soul ពេលផ្ទុះ soul វាឡើងឈាមហើយ hero ហ្នឹងគឺវាអត់មានពិបាកលេងទេឲ្យយើងចេះលេងចង់ដាក់រាប់អត់បានឡើយខ្ញុំនិយាយលេងទេពីព្រោះ hero យូសងហ្នឹងគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាខ្ញុំមិនមែនជាអ្នកចេះដឹងអីទេគ្រាន់ថាខ្ញុំចេះតិចតួចក៏ខ្ញុំយកមកនិយាយទៅនិយាយត្រង់ម្ល៉េះខ្ញុំធ្វើ content វីដេអូរបស់ខ្ញុំដែរគាត់ថាខ្ញុំចេះដឹងតិចតួចអីក៏ចែកម្លែកនៅក្នុងហ្នឹងទៅដើម្បីបានជា content ផងបានជាចំណេះដឹងនៅក្នុង game ហ្នឹងតិចតួចផងហើយអ្នកគ្នាបើសិនជាមានតម្រូវការលក់ឬក៏ទិញ account Mobile Legends អ្នកទាំងអស់គ្នាកុំភ្លេចឆាតជុំមកកាន់ Hon ឆាតជុំមកកាន់ page Hon Gaming Store